ព្រះគម្ពីរអេសាយជំពូកទី49មនាលកោះទាំងឡាយអើយចូលស្ដាប់អញចោះអោប្រជាជាតិទាំងប៉ុន្មានដែលនៅឆ្ងាយអើយចូលប្រងស្ដាប់ចោះព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំតាំងពីផ្ទៃម្ដាយទ្រង់បានដំណាលពីឈ្មោះខ្ញុំតាំងពីនៅក្នុងពោះម្ដាយមកទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវមុតក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្ថទ្រង់ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីងព្រមទាំងដាក់ខ្ញុំទុកផ្ចិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់បានមានបន្ទូលមកខ្ញុំថាឯងជាអ្នកបម្រើរបស់អញគឺអ៊ីស្រាអែលដែលអញនឹងបានសេរីល្អដោយសារឯងតែខ្ញុំបានពោលថាខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេជាអាសាឥតការប៉ុន្តែសេចក្តីយុត្តិធម៌ដែលគួរដល់ខ្ញុំនោះនៅនឹងព្រះយេហូវ៉ាហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរឥឡូវនេះទ្រង់មានបន្ទូលមកខ្ញុំគឺព្រះយេហូវ៉ាជាព្រះដែលជប់បង្កើតខ្ញុំនៅក្នុងផ្ទៃម្ដាយដើម្បីឲ្យបានធ្វើជាអ្នកបម្រើទ្រង់សម្រាប់នឹងនាំពាក្យយ៉ាកុបមកឯទ្រង់វិញហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ត្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ាហើយព្រះនៃខ្ញុំទ្រង់ជាកម្លាំងនៃខ្ញុំទ្រង់មានបន្ទូលថាការដែលឯងធ្វើជាអ្នកបម្រើរបស់អញដើម្បីលើកអស់ទាំងពូជអម្បូរនៃយ៉ាកុបឡើងហើយនឹងនាំពួកបំរុងទុកក្នុងសាសអ៊ីស្រាអែលឲ្យមកវិញនោះជាការតិចតួចពេកដល់ឯងអញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសដទៃទាំងប៉ុន្មានទៀតដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញរហូតដល់ចុងផែនដីបំផុតព្រះយេហូវ៉ាជាព្រះដ៏ប្រោះលោះសាសអ៊ីស្រាអែលហើយជាព្រះដ៏បរិសុទ្ធនៃគេទ្រង់មានបន្ទូលដូច្នេះដល់អស់អ្នកនោះដែលមនុស្សទាំងឡាយមិនអើពើដែលជាទីស្អប់ខ្ពើមដល់សាសនេះគឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថាបណ្ដាក្សត្រនឹងឃើញហើយក្រោកឈរឡើងព្រមទាំងពួកចៅហ្វាយដែរគេនឹងក្រាបថ្វាយបង្គំដោយព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ស្មោះត្រង់គឺជាព្រះដ៏បរិសុទ្ធនៃសាសអ៊ីស្រាអែលដែលទ្រង់បានរើសឯងព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាដល់វេលាដែលគប់ចិត្តអញនោះអញបានឆ្លើយដល់ឯងហើយនៅថ្ងៃសម្រាប់សង្គ្រោះនោះអញបានជួយឯងអញនឹងទំនុកបំរុងឯងហើយតាំងឯងឡើងទុកជាសេចក្តីសញ្ញាដល់បណ្ដាជនប្រយោជន៍នឹងរៀបចំផែនដីឡើងឲ្យគេបានគ្រប់គ្រងទីដែលចោលស្ងាត់ទុកជាមរតកព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថាចូលចេញទៅហើយដល់ពួកអ្នកដែលនៅក្នុងសេចក្តីងងឹតថាចូលសម្ដែងខ្លួនចេញមុខចោះគេនឹងមានអាហារស៊ីតាមផ្លូវហើយនៅលើកំពូលត្រងើលទាំងប៉ុន្មាននឹងបានជាទីរកស៊ីដល់គេនឹងមិនដែលស្រេកឃ្លានទៀតឯចំហាយក្តៅឬព្រះអាទិត្យនឹងមិនធ្វើទុកគេត្បិតព្រះដែលផ្ដល់សេចក្តីមេត្តាដល់គេទ្រង់នឹងនាំគេទៅទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹកអញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវឯអស់ទាំងថ្នល់របស់អញនឹងបានលើកឡើងមើលពួកនេះនឹងមកពីទីចម្ងាយហើយមើលពួកនោះនឹងមកពីទិសខាងជើងនិងពីទិសខាងលិចហើយពួកមួយនេះពីស្រុកស៊ីនីមផ្ទៃមេឃអើយចូលច្រៀងឡើងផែនដីអើយចូលអសប្បាយចោះភ្នំទាំងឡាយអើយចូលធ្លាយចេញជាបទចម្រៀងពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាជទ្រង់ហើយទ្រង់នឹងមានព្រះハរតីអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផងតែក្រុងស៊ីយ៉ូនបានថាព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេគឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយចោះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបើកដោះឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬគេនឹងភ្លេចបានប៉ុន្តែអញមិនដែលភ្លេចឯងឡើយមើលអញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយអស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ចពួកកូនចៅរបស់ឯងនឹងប្រញាប់ឡើងពួកដែលបំផ្លាញឯងហើយពួកដែលរំលាយឯងគេនឹងចេញពីឯងទៅចូលងើបភ្នែកឡើងមើលជុំវិញចុះពួកទាំងនេះគេមូលគ្នាចូលមកឯងព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះអញស្បត់នឹងជីវិតអញថាប្រកាសជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះដូចជាពាក់គ្រឿងលម្អហើយក្រវាត់ខ្លួនដោយអ្នកទាំងនោះដូចជាប្រពន្ធថ្មថ្មីដែលតែងខ្លួនដែរត្បិតឯទីកន្លែងដែលរំលងហើយចោលស្ងាត់នឹងស្រុកឯងដែលត្រូវបំផ្លាញនោះឥឡូវនេះនឹងបានជាទីចង្អៀតណែនដល់ពួកអ្នកដែលអាស្រ័យនៅវិញហើយពួកអ្នកដែលបានលេបឯងគេនឹងនៅឆ្ងាយពីឯងហើយពួកកូនចៅឯងដែលកើតក្នុងសេចក្តីទុក្ខលំបាករបស់ឯងគេនឹងនិយាយដាក់ត្រចៀកឯងថាទីនេះចង្អៀតដល់យើងខ្ញុំណាស់សូមឲ្យមានទីអាស្រ័យនៅផងនោះឯងនឹងនឹកក្នុងចិត្តថាតើអ្នកណាបានបង្កើតកូនទាំងនេះឲ្យអញ
ត្បិតអញបានបាត់កូនចៅអញអស់ទៅហើយអញក៏នៅឯឯងដូច្នេះគឺជាអ្នកដែលត្រូវបំបបង់ហើយដើរសัตว์ព្រាត់ផងតើអ្នកណាបញ្ចិញ្ចឹមកូនទាំងនេះមើលអញបានត្រូវចោលនៅតែឯងដូច្នេះតើកូនទាំងនេះបាននៅឯណាព្រះអង្គម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថាមើលអញនឹងបោចដៃហៅអស់ទាំងសះហើយនឹងលើកទង់ជ័យអញឡើងសម្រាប់ប្រជាជាតិទាំងឡាយរួចគេនឹងបីយកកូនប្រុសរបស់ឯងមកហើយនឹងបញ្ជិះកូនស្រីរបស់ឯងនៅលើស្មាគេពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯងហើយពួកអគ្គមហេសីនឹងធ្វើជាម្ដាយបំរើឯងគេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯងហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯងនោះឯងនឹងដឹងថាអញនេះជាព្រះយេហូវ៉ាហើយអស់អ្នកណាដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាស់ឡើយតើនឹងឆក់យករបបពីអ្នកខ្លាំងពូកែឬដោះពួកឆ្លើយដែលចាប់មកតាមច្បាប់ចេញបានឬទេតែព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាទោះទាំងពួកឆ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅហើយរបបរបស់ពួកគួរស្ញាញ់ខ្លាចនឹងបានដោះចេញផងត្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯងហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរអញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួនដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មីនោះគ្រប់ទាំងមនុស្សនឹងដឹងថាអញនេះគឺយេហូវ៉ាជាព្រះអង្គសង្គ្រោះនៃឯងហើយជាព្រះដ៏ប្រោះលោកឯងគឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុបព្រះគម្ពីរអេសាយជំពូកទី50ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាសម្បត្តិលះលែងដែលអញឲ្យដល់ម្ដាយឯងដើម្បីបណ្ដេញចេញនោះតើនៅឯណាឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយមើលដែលឯងត្រូវលក់ទៅនោះក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេហើយដែលម្ដាយឯងត្រូវបណ្ដេញនោះក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរដូច្នេះកាលអញបានមកដល់ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះកាលអញបានហៅនោះហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតបតើដៃអញបានរួញខ្លីនឹងជួយលួសឯងមិនបានឬតើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអីមើលកាលណាអញស្ដីឲ្យនោះសមុទ្រក៏រីងស្ងួតទៅហើយទន្លេក៏ទៅជាទីហួតហែងឯត្រីក៏ធំស្អុយដោយគ្មានទឹកហើយនឹងស្លាប់ទៅដោយស្រេកដែរអញបំពាក់ផ្ទៃមេឃដោយពពកខ្មៅហើយក៏ដណ្ដប់ទៅដោយសម្ពុតថ្មីផងព្រះអង្គម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហាដូចជាអ្នកដែលបានរៀនសូត្រហើយដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដីនិងជ្រងមនុស្សក្រៀកចិត្តឡើងទ្រង់ដាស់ខ្ញុំរាល់តែព្រឹកគឺទ្រង់ដាស់ត្រចៀកខ្ញុំដើម្បីឲ្យខ្ញុំស្ដាប់ដូចជាអ្នកដែលកំពុងតែរៀនសូត្រព្រះអង្គម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយក៏មិនបានរឹងជជែកឬបែរក្រោយឡើយខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្ការខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស់ឬពីការស្ដោះទឹកមាត់ទេពីព្រោះព្រះអង្គម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំហេតុនោះបានជាខ្ញុំមិនត្រូវជ្រុកមុខហើយដោយហេតុនោះខ្ញុំបានកាត់ចិត្តឲ្យរឹងដូចថ្មដាច់ភ្លើងហើយខ្ញុំនឹងថាខ្ញុំមិនត្រូវខ្មាស់ឡើយព្រះដែលតាំងខ្ញុំជាសុចរិតទ្រង់គង់និច្ចតើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀតចូលយើងឈរឡើងជាមួយគ្នាតើអ្នកណាដែលជាទំនាស់នឹងខ្ញុំត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចោះមើលព្រះអង្គម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំតើអ្នកណានឹងពោលទោសខ្ញុំបានមើលគេនឹងចាស់ទៅទាំងអស់គ្នាដូចជាសម្លៀកបំពាក់ហើយកន្លាក់នឹងកាត់គេអស់ទៅក្នុងពួកឯងរាល់គ្នាតើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ាដែលស្ដាប់តាមសំឡេងរបស់អ្នកបម្រើទ្រង់ឯអ្នកដែលដើរក្នុងសេចក្តីងងឹតឥតមានពន្លឺសោះត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ាហើយផ្អែកទៅលើព្រះនៃខ្លួនចោះណែអស់អ្នកដែលបង្កាត់ភ្លើងជាអ្នកដែលក្រវ៉ាត់ខ្លួនដោយបន្ទុកអស់អើយចូលឲ្យឯងរាល់គ្នាដែលក្នុងអណ្ដាតភ្លើងរបស់ឯងហើយកណ្ដាលកន្ទុយអស់ដែលឯងបានបង្កាត់នោះចោះឯងនឹងបានតែប៉ុណ្ណោះពីដៃអញហើយឯងរាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនាព្រះគម្ពីរអេសាយជំពូកទី51ឲ្យឯងរាល់គ្នាដែលខំដេញតាមសេចក្តីសុចរិតហើយស្វែងរកព្រះយេហូវ៉ាអើយចូលស្ដាប់តាមអញចោះចូលមើលចំទៅឯថ្មដាជាទីដែលបានដាប់ឯងរាល់គ្នាចេញមកហើយទៅឯរំលងគឺជារណ្ដៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះចូលមើលទៅឯអាប់រ៉ាហាំជាឯកចៅឯងហើយទៅឯសារ៉ាដែលបង្កើតឯងមកត្បិតកាលអាប់រ៉ាហាំនៅតែម្នាក់ឯងនោះអញបានហៅមកក៏បានឲ្យពរផងហើយបានចម្រើនឲ្យមានគ្នាជាច្រើនវិញពីព្រោះព្រះយេហូវ៉ាទ្
ទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូនទ្រង់បានដោះទុកអស់ទាំងកន្លែងខូចបងរបស់គេក៏បានធ្វើឲ្យទីស្ងាត់ឈឹងបានដូចជាច្បារអេដែនហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរនឹងមានសេចក្តីអំណរនិងសេចក្តីរីករាយនៅក្នុងទីក្រុងនោះព្រមទាំងការអរព្រះគុណនិងសំឡេងពីរុំពីរោះផងអោរិះអញអើយជួបប្រុងស្ដាប់តាមអញឱសាសរបស់អញអើយជួបទៀងត្រជាចំពោះអញចោះត្បិតនឹងមានច្បាប់មួយចេញពីអញទៅហើយអញនឹងតាំងសេចក្តីយុត្តិធម៌របស់អញទុកជាពន្លឺដល់អស់ទាំងសះឯសេចក្តីសុចរិតរបស់អញបានមកចិត្តសេចក្តីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយដើមដៃអញនឹងជំនុំជម្រះអស់ទាំងសះឯបណ្ដាកោះទាំងប៉ុន្មានគេនឹងសង្ឃឹមដល់អញហើយនឹងទុកចិត្តនឹងដៃអញដែរជលងើយភ្នែកមើលទៅលើមេឃហើយមើលចុះមកផែនដីខាងក្រោមនេះទៅត្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅដូចជាផ្សែងហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ឯពួកអ្នកដែលនៅស្ថាននេះនឹងស្លាប់ទៅបែបដូច្នោះដែរតែសេចក្តីសង្គ្រោះរបស់អញនឹងនៅជាដរាបហើយសេចក្តីសុចរិតរបស់អញនឹងមិនត្រូវលើកចោលឡើយឯរាល់គ្នាដែលស្គាល់សេចក្តីសុចរិតជាជនជាតិដែលមានច្បាប់របស់អញនៅក្នុងចិត្តអើយជួយស្ដាប់តាមអញចោះកុំឲ្យខ្លាចសេចក្តីថ្មេះតេះដៀរបស់មនុស្សឡើយក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរពីព្រោះកន្លាតនឹងកាត់ស៊ីគេដូចជាកាត់អាវហើយដង្កូវនឹងចោះគេដូចជាចោះសម្ពុតរំជៀមតែសេចក្តីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាបហើយសេចក្តីសង្គ្រោះផងដរាបដល់អស់ទាំងដំណំមនុស្សតទៅអរព្រះពិហុនៃព្រះយេហូវ៉ាអើយសូមតានឡើងហើយពាក់ជាឥទ្ធិឫទ្ធិសូមតានឡើងដូចជាកាលពីចាស់បុរាណក្នុងគ្រាដំណំមនុស្សពីដើមតើមិនមែនទ្រង់ដែលកាត់រហាបខ្ទេចខ្ទីដែលចាក់ទម្លុះសត្វសម្បើមនោះទេឬអីតើមិនមែនទ្រង់ទេឬអីដែលពង្រីងទឹកសមុទ្រគឺជាទឹកនៃជម្រៅធំហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវសម្រាប់ឲ្យពួកមនុស្សដែលទ្រង់ប្រោះលោះបានដើរឆ្លងទៅឯពួកអ្នកប្រោះលោះរបស់ព្រះយេហូវ៉ាគេនឹងវិលមកវិញហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀងគេនឹងមានសេចក្តីអំណរនៅអស់កលជានិច្ចពាក់លើក្បាលគេនឹងទទួលបានសេចក្តីរីករាយនិងសេចក្តីអំណរឯសេចក្តីទុក្ខព្រួយនឹងដំងល់នោះនឹងខ្ចាត់បាត់ទៅអញគឺអញនេះហើយជាអ្នកដែលកំសាន្តចិត្តឯងរកគ្នាតើឯងជាអ្វីបានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ហើយចំពោះអ្នកដែលកើតពីមនុស្សមកដូច្នេះដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះឯងបានទាំងភ្លេចព្រះយេហូវ៉ាជាព្រះដែលបង្កើតឯងមកដែលទ្រង់បានលាតផ្ទៃមេឃក៏ដាក់ឫសផែនដីផងហើយរាល់តែថ្ងៃឯងមានសេចក្តីភ័យវិញដោយខ្លាចចំពោះសេចក្តីក្រោធរបស់អ្នកដែលសង្កត់សង្កិនហាក់ដូចជាគេរៀបនឹងបំផ្លាញឯងបងតែសេចក្តីក្រោធរបស់គេនោះតើនៅឯណាបន្តិចទៀតពួកអ្នកដែលជាប់ជាឆ្លើយនឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់គេនឹងមិនត្រូវស្លាប់ចោះទៅក្នុងរណ្ដៅឡើយក៏មិនខ្វះខាតអាហារដែរត្បិតអញជាយេហូវ៉ាគឺជាព្រះនៃឯងជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកម្រើងឡើងឬសន្ធឹកនាមអញគឺយេហូវ៉ាជាព្រះនៃពួកពលបរិវារអញបានដាក់ពាក្យពេចន៍របស់អញនៅក្នុងមាត់ឯងហើយបានគ្រប់បាំងឯងដោយស្រមោលនៃដៃអញដើម្បីឲ្យអញបានរៀបចំផ្ទៃមេឃហើយដាក់ឫសផែនដីរួចនិយាយដល់ពួកក្រុងស៊ីយ៉ូនថាឯងជារាជរបស់អញអោក្រុងយេរូសាឡឹមដែលព្រះយេហូវ៉ាបានឲ្យផឹកពីពេកនៃសេចក្តីក្រោធរបស់ទ្រង់អើយចូលភ្ញាក់ឡើងចូលភ្ញាក់ឈរឡើងចុះឯងបានផឹកស្រូបទាំងកាកក្នុងពេកជាសេចក្តីត្រេកត្រោតអស់រលីងហើយក្នុងពួកកូនប្រុសដែលកើតចេញពីទីក្រុងនោះមកគ្មានណាមួយសម្រាប់ដឹកនាំមកគេឡើយហើយក្នុងពួកកូនប្រុសដែលទីក្រុងនោះបានចិញ្ចឹមក៏គ្មានណាមួយចាប់ដៃដឹកទៅដែរសេចក្តីទាំងពីរមុខនេះបានធ្លាក់មកលើឯងហើយគឺសេចក្តីរឹបជាន់និងសេចក្តីបំផ្លាញតើអ្នកឯណានឹងសោកស្ដាយនឹងឯងក៏មានសេចក្តីអំណត់នឹងដាវផងធ្វើដូចម្ដេចឲ្យអញកំសាន្តចិត្តឯងបានពួកកូនប្រុសឯងបានសន្លប់ទៅហើយគេដេកតាមក្បាលអស់ទាំងផ្លូវដូចជាព្រះដែលជាប់បង្កាត់គេមានពេញដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ាគឺជាសេចក្តីបន្ទោសរបស់ព្រះនៃឯងដូច្នេះឯងដែលត្រូវរងទុក្ខវេទនាហើយក៏ស្រវឹងតែមិនមែនដោយសារទំពាំងបាយជូរទេចូលស្ដាប់សេចក្តីនេះឥឡូវព្រះអម្ចាស់នៃឯងគឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាជទ្រង់មានព្រះបន្ទូលដូច្នេះថាមើលអញបានដកយកពេងដែលនាំឲ្យត្រេកត្រោតគឺជាកាកនៅក្នុងពេងនៃសេចក្តីក្រោធរបស់អញចេញពីដៃឯងហើយឯងនឹងមិនត្រូវផឹកទៀតឡើយអញនឹងដាក់ពេងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុកឯងវិញជាពួកអ្នកដែលបាននិយាយទៅប្រលឹងឯងថាចូលអោនចោះដើម្បីឲ្យយើងបានដើរលើ
ហើយឯងបានដេកទៅឲ្យខ្នងឯងបានរៀបដូចជាដីសម្រាប់ជាថ្នល់ឲ្យគេដើរលើ